ជួបបាទម្ដងទៀតយ៉ាងមិនដែរអរគុណច្រើនសំណួរនេះក៏ជាសំណួរមួយដ៏ក្តៅហើយមហាជនគិតថាធីរ៉ានឹងពិបាកដោយសារទីមួយរបស់វេគាត់ចាប់ក្បាច់ធឿនធីរ៉ាបានកន្លែងនេះបងប្អូនហ្វេនមិនមែនខ្ញុំនិយាយឲ្យខ្ញុំកាន់ជើងខាងណាខ្ញុំនៅកណ្ដាល50-50ទេប៉ុន្តែបងវេខ្ញុំជឿថាកីឡាកររបស់គាត់ការបកកែងរបស់គាត់ណាបើគាត់បកឲ្យគឺអត់ខុសទេបាទគាត់បកច្បាស់សូម្បីតែពេនតូបាទដូចជាសន្លប់បោះហាសានបាទការបករបស់វេលនេះគឺច្បាស់តែnóបកឲ្យតែគាត់បកកន្លះបកមកគឺចំគោលដៅតែម្ដងអត់មានខុសទេពួកខ្ញុំកាត់តិចអាកន្លែងគឺតារាគាត់ត្រូវបកនឹងបកត្រូវកែងក៏បកត្រូវដាក់ដៃកែងបាទចូលកែងតែម្ដងពួកថាមកសកូលដល់មកសកូលបាទនេះអូបាទនេះអាយនេះឲ្យដែលជួជាប់ខ្លាំងជាងគេបំផុតដូចជាធ្វើថាបានណាទេបាទចាំមកនេះគូដាក់មកវិញហ្វមែនបាទនេះបាទហើយនេះគឺសញ្ញេនេះគឺសញ្ញេធឿនធីរ៉ាមួយហើយបោះវេលមួយខាងណាធឿនធីរ៉ាបាទខាងនេះធឿនធីរ៉ាខាងនេះបោះវេលបាទនេះ5គីឡូ3.2បាទគីឡូ72បាទនេះទម្ងន់72ខ្ញុំដាក់នៅអាយនឹងដែរបងបាទវេលបាទដែលឈាមហូរជោកអាវខ្ញុំអត់ទាំងខោទាំងអាវគឺឆ្អាតពេញសៃវៀនតែម្ដងខ្ញុំនៅចងចាំនៅសៃវៀនមួយនេះគឺខ្ញុំសូមសរសើរថាទឹកចិត្តជាកីឡាករដូចធឿនធីរ៉ាពិបាករកទឹកចិត្តណាស់ទី1មកទៅគាត់ចូលកែបកលើកទី1លើកទី2គាត់ដឹងខ្លួនគាត់ថាបើសិនជាគាត់មិនស្ទុះងើបលឿនខ្ញុំដឹងថាខ្ញុំរាប់បាទប៉ុន្តែគាត់ស្ទុះងើបលឿនបានចឹងដូច្នេះគឺខ្ញុំអត់រាប់ហើយគាត់ក៏អាចនឹងស្រែកដែរគាត់ស្រែកមិនស្រែកថាម៉េចគាត់ថាគាត់ត្រូវតែឈ្នះគាត់និយាយគាត់ត្រូវតែឈ្នះបាននៅពេលហ្នឹងទោះបីបើសិនជាគាត់បែកហូរឈាមប៉ុណ្ណាក៏ដោយប៉ុន្តែគាត់បែកអត់ហូរឈាមចូលភ្នែកបែកចូលមកគៀនសងខាងព្រោះគាត់បែកសងខាងអញ្ចឹងមែនទេបាទគាត់បែកខាងនេះគាត់បែកខាងនេះហើយឈាមហូរជោគប៉ុន្តែមិនចូលភ្នែកទេគឺឈាមអត់នេះថាហូរកាត់តាមនេះតែម្ដងអញ្ចឹងខ្ញុំនឹងចង់ចាំដល់ព្រឹត្តិការណ៍នឹងខ្លាំងបំផុតគឺបោះវិលឲ្យធឿនធីរ៉ាដេដូចមួយខាងដូចជា7ធ្នេមួយខាង7ធ្នេ4ដណ្ដប់ធ្នេដែលខ្ញុំនឹងចងចាំតរងថ្ងៃអញ្ចឹងឥឡូវនិយាយដល់រឿងប៉ាវ៉ែជាមួយធឿនធីរ៉ាលោកគ្រូដូចយើងជួបចាត់ដល់ដែរបាទខ្ញុំចង់ច្រាមកាន់តែជើជាងនឹងទៀតតាមដឹងដូចជាលោកគ្រូសល់អនុស្សាវរីយ៍មួយដូចជាមានអាវហ្នឹងប្រឡាក់ឈាមហើយមានហាត់លេខាផងលោកគ្រូមានបានយកមកពីតាមផ្ទាល់អូបាទយកមកនេះហាត់មកសកូលដល់មកសកូលបាទនេះអូបាទនេះអាយនេះឲ្យដែលជួជាប់ខ្លាំងជាងគេបំផុតដូចជាធឿនធីរ៉ាបានណាទេបាទចាំមកនេះគូដាក់មកវិញហ្វមែនបាទនេះបាទហើយនេះគឺសញ្ញេនេះគឺសញ្ញេធឿនធីរ៉ាមួយហើយបោះវេលមួយខាងណាធឿនធីរ៉ាបាទខាងនេះធឿនធីរ៉ាខាងនេះបោះវេលបាទនេះ5គីឡូ3.2បាទគីឡូ72បាទនេះទម្ងន់72ខ្ញុំដាក់នៅអាយនឹងដែរបងបាទដូចជាចូលហើយប្រហែលហើយហើយយើងមួយឆ្នាំ2ចូល2ឆ្នាំ72ឆ្នាំហើយចាំគឺធឿនធីរ៉ាគាត់វាយបានឡានភ្លៀងគាត់ស្មើហាសានបាទស្មើហាសានហើយប្រគល់បន្ទាប់គាត់វាយ Foreman បណ្ដោយដូច្នេះគិតទៅវាមួយឆ្នាំជាងលោកបាទមុនគាត់ទៅកូរ៉េចុះអាយហ្នឹងដែលបោកទឹកទេគ្រូអត់ទេគឺខ្ញុំដាក់ខ្ញុំមានស្ទូចខ្ញុំមកហើយខ្ញុំមានស៊ុំសម្រាប់ដាក់អាយចូលតែម្ដងទាំងខោទាំងអាយឈាមដូចគ្នាចឹងតែនេះយកខោមកទេខោនេះមានដែរមានហើយអាយសឹងខ្ញុំអាចដែរបាទនេះលោកគិតថាអានេះចូលនេះជ្រៅក្រោយទៅបានជាចឹងហើយបាទធានាជួបបាទម្ដងទៀតយ៉ាងមិនដែរអរគុណច្រើនសំណួរនេះក៏ជាសំណួរមួយដ៏ក្តៅហើយមហាជនគិតថាធីរ៉ានឹងពិបាកដោយសារទី1របស់វេគាត់ចាប់ក្បាច់ធឿនធីរ៉ាបានកន្លែងនេះបងប្អូនហ្វេនមិនមែនខ្ញុំនិយាយឲ្យខ្ញុំកាន់ជើងខាងណាខ្ញុំនៅកណ្ដាល50-50ទេប៉ុន្តែរបស់វេខ្ញុំជឿថាកីឡាកររបស់គាត់ការបកកែងរបស់គាត់ណាបើគាត់បកឲ្យគឺអត់ខុសទេបាទគាត់បកច្បាស់សូម្បីតែពេនតូបាទដូចជាសន្លប់បោះហាសានបាទការបករបស់វេលនេះគឺច្បាស់តែnóបកឲ្យតែគាត់បកកន្លះបកមកគឺចំគោលដៅតែម្ដងអត់មានខុសទេពួកខ្ញុំកាត់តិចអាកន្លែងគឺតារាគាត់ត្រូវបកនឹងបកត្រូវកែងក៏បកត្រូវដាក់ដៃកែងបាទចូលកែងតែម្ដងពួកខ្ញុំមើលពីមកខាងតិចខ្ញុំមើលស្មាតត្រូវដៃអត់ទេកែងបកដៃខ្លីទៅហ្មងថ្ងៃនេះចូលខាងលើដាក់ចូលនេះបើចូលនេះក៏ធឿនធីរ៉ាទៅអត់រួចដែរតែចូលខាងលើនេះអត់អីសុខចិត្តអាយ៉ាបែកហោបាទហើយបកមកទៀតបែកគ្នាទៀតអូត្រូវពីកែងបកហ្នឹងខ្ញុំគិតថាបើខុសពីធីរ៉ាគឺដេកបាត់ហើយតិចបែកហេតែអត់ចង់ចឹងព្រោះគឺមានដេកខ្ញុំបាទតែអញ្ចឹងមែនបាទបាក់មែនតើតែបកខុសបើចូលស្គៀមធីរ៉ាក៏អត់ទៅបាទតែហេដែលចូលទៅខាងលើហើយបែកបាទខ្ញុំខ្ញុំសរសើរទៅចិត្ត
thì ra nhưng không được sao គូផ្ដោតសំខាន់ហ្មងទៅលើបាច់ពិសេសកែបកចុះក្រៅពីកែបកវាក្បាច់អីដែលថាជាឧបសគ្គដែលសំខាន់សម្រាប់ធីរ៉ា បានដៃគាត់ក៏លឿនជើងមកពេលគាត់ក៏លើខ្ពស់ល្អបាទសង្ខាធឿនធីរ៉ាបើធីរ៉ាគឺច្រើនជើងតែផុតតែបើកុំផុតក៏ត្រូវវេទនាដែរព្រោះបើវេហ្នឹងគឺគាត់ខ្លាំងតែព្រមតែពិសេសជាងគេខ្ញុំចង់និយាយចំណុចពិសេសគឺកែបករបស់គាត់ដែរម្ដងបាទតែគាត់បកគឺចំគាត់ដឹងតែធឿនធីរ៉ាប្រទៀបខ្លួនមកហើយគាត់ប្រទៀបខ្លួនគាត់បកយកគាត់ផឹងដួសបោក លើកលើគូអាចកំណត់ជាភាគរយបានទេបើគូនឹងបាក់គ្នាម្ដងទៀត បើគូនឹងអាចទៅប៉ះគ្នាម្ដងទៀតខ្ញុំជឿថាលើកនេះធីរ៉ាបាទហើយទិសដៅដែលថាយ៉ាប់នេះគ្រាន់ថាបាវែលគាត់ជាកីឡាករមួយអំណត់ធន់ប៉ុន្តែគាត់ថាគាត់ចាញ់ក្បាលពុកនេះបាទដែលស្រុតហ្នឹងគឺធឿនធីរ៉ាបោះជង្គង់ចូលទេបន្ទាប់ពីបោះជង្គង់ចូលបានធឿនធីរ៉ាតាមវាយពូមកកន្លែងហ្នឹងដែលធ្វើឲ្យខ្ញុំរាប់តាមប៉ុណ្ណឹងទឹក3ហ្នឹងខ្ញុំត្រូវរាប់បាញ់ឈប់ទេប៉ុន្តែវិធីគាត់តគាត់ជាតែរាប់បន្ថែមទៀតព្រោះទឹក3បញ្ជាប់គោលការណ៍ទឹក3បានន័យថាគូជួងបញ្ជាប់ទឹក3ទោះបីយើងរាប់1ឬ2គឺត្រូវតែបញ្ចប់ការរាប់អត់មាន7 8 9 10ទេអត់ទេអត់មានតែតាមប៉ុណ្ណឹងបាត់ផន់ច្រឡំវិធីកងគាត់មិនថាបងអញទៅរាប់ទៅអីទៀតព្រោះបើកីឡាករ5ទឹកបានយើងរាប់បើ5ទឹកដែរក្នុងទឹកទី5វាយជួងពើកំពុងរាប់1 2 3 4 5នៅបងប្អូនប្រជាជនគួរតែដឹងហើយនេះហើយបង្ហាញទៅបងប្អូនឬក៏អាជ្ញាកណ្ដាលមួយចំនួនក្រោយផងលក្ខខណ្ឌនៃកាក់3ទឹកចូលរៀនជើទីចោះអូប្រហែលទឹកទី3កំពុងតែរាប់ក្នុងទឹកទី3កំពុងតែរាប់1 2 3 4 5ជួងគូទៅបានន័យថាការរាប់បញ្ចប់បានថាហ្គេមមួយហ្នឹងនៅលើសាវាហ្នឹងគឺបានបញ្ចប់ហើយយើងរាប់9 10អត់មានកើតទេដោយសារយើងអត់មានទឹក4និងទឹក5ដូច្នេះក្នុងទឹក5មួយទៀតបើក្នុងការរាប់ទឹក5ហ្នឹង1 2 3ជួងចូលទៅយើងរាប់ត្រឹមតែ3គឺបានន័យថាបញ្ចប់ហ្គេមហ្នឹងហើយការរាប់ជាប់ស៊ីដូចគ្នាមិនចឹងមិនមើលគាត់ជាប់ស៊ីដូចគ្នាគឺបានន័យថាការឲ្យតែរាប់តែមួយហ្នឹងក៏ជាប់ស៊ីដែរបាទបើថាអត់រាប់អាហ្នឹងអត់ជាប់ស៊ីទេអញ្ចឹងបានន័យថាបន្ទុកគឺយើងដាក់តាមហ្នឹងលក្ខខណ្ឌនៃកាក់របស់សហព័ន្ធកន្លែងហ្នឹងខ្ញុំបានតែមើលផ្ទាល់ដែរវាមិនទាន់សង្ស័យទេវាអាកន្លែងរស់ហើយនឹងជុំវានៅប្រកៀកប្រកាត់គ្នាពេកណាហើយអ្នកខ្លះថាជគូនឹងឈ្នះបន្ទុកឬក៏ឈ្នះសន្លប់អ្នកឆ្លាមកន្លែងហ្នឹងទៀតណាគ្រូបាទឥឡូវបងប្អូនយល់ហើយណាខ្ញុំចង់បញ្ជាក់ទៅវិញហ្វេនហើយបងប្អូនយើងមួយចំនួនហ្នឹងគាត់តែងតែមន្ទល់សង្ស័យដោយរ៉េណូដែរគាត់ជាសួរថាលោកគ្រូអាពេលយើងរាប់ហ្នឹងឃើញទឹកខ្លះហ្នឹងក៏គេគួរជួងតែនៅបន្តរាប់ទឹកខ្លះហ្នឹងគួរជួងដូចគ្រូនិយាយមិញអញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹងទឹក1ទឹក2ហ្នឹងបងវាយប៉ាំងគាត់មិនតដល់ជួងគាត់ចូលមកតង់ឯងម៉ាំងស្រុតម៉ាំងងើបទាញញ៉ាំដល់រាប់ទោះបីគោះជួងក៏គេត្រូវតែរាប់ឲ្យដល់8ដែរទៅរួចមិនរួចគឺ9 10បញ្ចប់នៃការប្រកួតតែបើគាត់ងើបរួច8បើគាត់បុកបន្តឈានដល់ទឹកទី3នេះគឺជាលក្ខខណ្ឌនៃការបោះសហព័ន្ធរាល់ថ្ងៃ